បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាអញ្ជើញចូលច្រើនណាស់គឹមហេងគៀងជម្រាបសួរក្មួយលោកបងប្រាសាទជម្រាបសួរលោកគ្រូជាងសជម្រាបសួរសុជាតិបាទជម្រាបសួរលោកខៃឡុងជម្រាបសួរលោកលៀងជម្រាបសួរវិជ្ជការជំរាបសួរបងប្អូនបាទមហាសាលជំរាបសួរប៊ុនហៀងជំរាបសួរចន្ទលោកចន្ទថាជំរាបសួរខ្មែរ Kitchen ជំរាបសួរបងបាទអៀមសរិទ្ធជំរាបសួរបងប្អូនបាទបងសរិទ្ធជួនជំរាបសួរបងប្អូនបងរៀនជាមួយជុំចាន់នីនិងជុំគៀហ្នឹងហើយចឹងជំនាន់ជាមួយគ្នាមួយបងគៀណាជុំចាន់នីហ្នឹងហើយចាំមកនិយាយឆ្នាំមកខ្ញុំដឹងថាឆ្នាំនឹងប្រហែលជាជាមួយពួកគាត់ហ្នឹងហើយទៅហើយបាទអរគុណបងហ្នឹងហើយអញ្ចឹងអ្នកកំពុងសើមកអញ្ចឹងហៅបងទៅខ្ញុំហៅបងទៅបាទអរគុណបងបាទអរគុណច្រើនណាស់នៅរាប់អានបានជួបគ្នាវិញឡើងវិញខ្ញុំជាមួយបងហៅបាទជាមួយបងហៅនៅស្គាល់បងហៅហ៎បាទបើអ្នកណាមិនស្គាល់បង្ហោគឺស្គាល់កំពុងសោមអញ្ចឹងគាត់និយាយរួមដើរជាមួយបង្ហោនឹងគាត់ស្រឡាញ់ការពារនៅតាំងពីក្មេងនៅតែអាសេងហៅទៅអញ្ចឹងប៉ុន្តែឥឡូវដូចប្រហែលថ្ងៃមុននិយាយជាមួយគាត់លេងអត់ហ៊ានទេគាត់ហៅសេងវិញហីយេចង់ឲ្យតែគាត់ហៅដូចកាលពីក្មេងសប្បាយដែលនឹកឃើញអនុស្សាវរីយ៍ពីក្មេងដើរទៅណាបានគាត់ការពារគាត់ធំគាត់មានធំជាងគេនោះបរមីសៃហាជំរាបសួរឡាយកឹមខួនបាទជំរាបសួរស៊ីថាលោកស៊ីថាជំរាបសួរបាទផាន់រិទ្ធជំរាបសួរទេផាន់ច័ន្ទភត្រាជំរាបសួរលោកគូជួងបាទជំរាបសួរលោកគូម៉មសៃហាជំរាបសួរឈឹមមកហាក់ជំរាបសួរបាទញូសាណារ៉ាជំរាបសួរបងអូនបាទប៊ុនធឿនហងបាទជំរាបសួរហនាវីជំរាបសួរសាណាជំរាបសួរតាន់បូរីណាជំរាបសួរអាលីសាជំរាបសួរបាទដំណោះស្ញូបាទជំរាបសួរក្មួយហ្នឹងសុខសប្បាយបរាជឿជំរាបសួរបាទជួកសោជំរាបសួរសេងស្រុនជំរាបសួរសោមឈុនលីជំរាបសួរកាន់សុកជំរាបសួរកំរតជំរាបសួរស៊ូនគុនធីអៃជំរាបសួរបងអូនតារៈដូចធ្លាប់ចូលឲ្យដូចជាខានយូរបាទមិនបានគួសមផាន់បុផាសឹមជំរាបសួរបាទស៊ីវថាជំរាបសួរលឹមប៊ុនរិទ្ធជំរាបសួរលោកគ្រូស៊ុនកេងបាទហ្នឹងហើយគ្រូស៊ុនកេងជំរាបសួររីណាថនជំរាបសួរសួងចន្ទថុលជំរាបសួរបាទអរគុណម៉ូរ៉ាល់បាទជំរាបសួរសម្បត្តិចាន់ជំរាបសួរខានចូលប្រមាណថ្ងៃបាទអត់អីទេលោកសម្បត្តិបាទអូបងរីឆាតជំរាបសួរបងខានចូលយូរបងរវល់ហ៎ឬក៏ច្រឡំមកដូចចូលទៅឡាប់ថ្ងៃមុននិយាយមិនតាន់បានអីផងកន្លែងតែរវល់ដាច់ទូរស័ព្ទទៅសញ្ញាវិលៀមជំរាបសួរបាទអរគុណច្រើនបាទស៊ីថាស៊ីរ៉ាស៊ីណាត់រ៉ាអញ្ចឹងហ៎ស៊ីណាត់បាទជំរាបសួរម៉ូរ៉ាល់ភ្នំពេញឡាញ់ដុនជំរាបសួរម៉ូរ៉ាល់ខ្ញុំស្ដាប់បងប្រអានច្បាស់អរគុណច្រើនអរគុណបាទអរគុណច្រើនបាទ like zone phone ជំរាបសួរបងបាទបញ្ញាចាបាទបញ្ញាចាអឹងតិចជួបាទជំរាបសួរអរគុណច្រើនណាបងបាទកុងអ៊ីបាទជំរាបសួរសុនថៃហើយឯងអ្នកទីមានជ័យមែនទេខ្ញុំសួរគេហើយឯងអ្នកទីមានជ័យតាមគេប្រាប់មកថាហើយឯងធ្លាប់ទៅដឹកប៉ាពេលដែលគាត់នៅរស់អាសាទៅផ្ទះគាត់ដឹកប៉ាមែនទេហើយបាទពួកគាត់នៅនេះខ្ញុំតាំងនៅក្នុងផ្ទះនេះបើប្រវាយកាមេរ៉ាគាត់ខ្ញុំតាំងនៅក្នុងផ្ទះនេះដែរតាណាបើអញ្ចឹងហើយអ្នកទីមានជ័យមែនអត់ទេបាទគង់ដល់ឡាប់ហើយដល់ឡាអូខេ
សុនហៃបាទសុនហៃធូយ៉ាងហៃអ្នកទីមានជ័យមើលខមមិនតិចមើលបើហ្នឹងអញ្ចឹងកងមាសបាទកងមាសបុនលីជាងបាទផលលីប៉ោមួងហេរ៉ូគូមួងសំភ័រលេងឡែនបាទ baby small ញ៉ាំទូចសុនថៃបាទឲ្យយ៉ាងថៃឯហ្នឹងហើយចាប់ជួបគ្នាចាប់ទីប្រាប់រឿងអស់សើចបាទថៃឯងហើយឯងទីមានជ័យហ្នឹងត្រូវមិនហើយទៅស្គាល់ខ្ញុំហ៎អូជីកតបាទខាសុភមង្គលបាទខ្ញុំសួរចង់សួរបងសម្រាប់ព័ត៌មានសេដ្ឋកិច្ចល្អតាទៅមើលព័ត៌មានណាបាទ Economist សារព័ត៌មាន Economist បាទមើលហ្នឹងគឺសេដ្ឋកិច្ចច្រើនហើយនឹងWall Street Journal Economist ហើយនឹងBloomberg នឹងព័ត៌មានសេដ្ឋកិច្ចបើទូ Bloomberg វិញគឺថា24ម៉ោងឬ24ម៉ោងឬព័ត៌មានសេដ្ឋកិច្ចទាំងអស់មាន stock ពីហ៊ុនទាំងអស់ណាអញ្ចឹង3ហ្នឹងគឺខ្ញុំ recommend ឲ្យ3ហ្នឹងមើលប្រភពច្បាស់លាស់ Bloomberg Wall Street Journal ហើយនឹង The Economist economy ហ្នឹងគាត់មានបទវិភាគពីរឿងសេដ្ឋកិច្ចគេហៅថា economic intelligence គឺចារកម្មខាងសេដ្ឋកិច្ចហ្នឹងគាត់វាយតម្លៃមុនដឹងមុនអញ្ចឹងបើអ្នកខ្លះគាត់មើលអាហ្នឹងគឺគាត់មើលអាហ្នឹងហើយគាត់យកទៅធ្វើវិភាគថាខ្ញុំព្យាករខ្ញុំវិភាគតែគាត់យកពីអាហ្នឹងហើយគាត់និយាយទៅអត់ខុសមកគាត់មែនទេព្រោះគាត់មើលរបស់អ្នកជំនាញគេនិយាយប៉ុន្តែខ្ញុំធ្វើអត់បានទេព្រោះខ្ញុំមានការខ្មាស់អៀនណាបើយករបស់គេមកនេះបាទហើយមកពេញណាខ្ញុំដឹងថាហើយមកពេញដែរបាទដំណោះញូអ្នកទីមានជ័យដែរបាទបងខ្ញុំនៅទីមានជ័យដែរបុនហៀងតែព័ត៌មានផងមិនដែរបាទចៅជាមួយអ្នកកសែតដូចពេលនេះបាទអរគុណណាបុនហៀងហ្នឹងហើយបាទសៀងហាក់សៀងបាទជំរាបសួរស៊ីណាតត្រាជំរាបសួរអូនៅវិជ្ជាក្បែរគ្នាទេអញ្ចឹងសុខាលើមអូខេអញ្ចឹងអស់ហើយណាបាទសម្រាប់បាននិយាយជាមួយលោកប៊ុនហៀងឲ្យដោយសារតែសម្រាប់នឹងអរគុណលោកប្រធានាធិបតីដែលឲ្យសម្រាប់មួយឆ្នាំនេះទីអត់មានពេលទេបាទវល់បានជួបតាមកញ្ចក់ទូរទស្សន៍ហ្នឹងបាទហើយនឹង Facebook ខ្លះអូខេសវណ្ណរីគុជបាទអូខេបាទអញ្ចឹងដល់ម៉ោងណាថ្ងៃនេះរឿងសំខាន់ចាលើស7នាទីអូខេសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅពេលនេះគឺជាវេលាពេលព្រឹកថ្ងៃអង្គារទី17ខែមីនាឆ្នាំ2026បាទម៉ោងនៅក្នុងសហរដ្ឋអាមេរិកបាទវេលាពេលយប់ដោយឡែកនៅក្នុងប្រទេសកម្ពុជានោះគឺបាទវេលាពេលនៅសហរដ្ឋអាមេរិកវេលាពេលព្រឹកដោយឡែកនៅក្នុងប្រទេសកម្ពុជាគឺវេលាពេលយប់បាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post និងសារព័ត៌មានផ្សេងៗណាបានរាយការណ៍ថាអ៊ីស្រាអែលគាត់និយាយថាគាត់បានសម្លាប់មេដឹកនាំយោធា2នាក់ជាន់ខ្ពស់នឹងដល់កំណាចរបស់អ៊ីរ៉ង់បាទសំខាន់ជាងគេគឺលោកអាលីឡារីចានីបាទនៅក្នុងរូបភាពហ្នឹងគឺប្រៀបដូចជាមេដឹកនាំគេថាមេដឹកនាំជាក់ស្ដែងហ្នឹងអញ្ចឹងបានន័យថាបន្ទាប់ពីលោកអាលីខាមេនីដែលបានស្លាប់មកគឺលោកអាលីឡារីចានីហ្នឹងគឺជាអ្នកបញ្ជាកិច្ចការទាំងអស់តែម្ដងគឺជាមេដឹកនាំសំខាន់ឥឡូវហ្នឹងប្រៀបដូចជាសម្រាប់មេដឹកនាំទី2ហើយបាទកូនរបស់លោកមូស្តាបាខាមេនីហ្នឹងគឺមិនសូវអំណាចដូចជាលោកអាលីចារីណាឡារីនចានីនឹងទេគាត់នឹងឯងជាអ្នកដែលចូលរួមនៅក្នុងការតែងតាំងដាក់ឲ្យលោកមូស្តាបានឹងទៀតអញ្ចឹងបានថាគាត់ជា king maker តានោះគឺខ្លាំងហើយនៅឆាកអន្តរជាតិក៏ខ្លាំងដែរអញ្ចឹងឥឡូវនេះបើតាមសេចក្តីរាយការណ៍ពី
ពីខាងអ៊ីស្រាអែលហ្នឹងគឺថាត្រូវបានសម្លាប់នៅថ្ងៃនេះហើយព័ត៌មានទី2នេះសូមដកស្រង់ពីខាងបាងកកប៉ុនតិចមកគឺនៅតាម Facebook ខ្ញុំដាក់មិនទាន់ទេព្រោះខ្ញុំមើលឃើញមុននេះបន្តិចគឺថៃគាត់ប្រកាសថានឹងចាប់ផ្ដើមសាងសង់របងមកមិនមែនកុងតឺន័រណារបងនៅខែក្រោយបាទការដែលខ្ញុំយកព័ត៌មាននេះមកជម្រាបជូនគឺដើម្បីកុំឲ្យមានការបកស្រាយច្រឡំបំភ័យប្រិមិត្តបើទោះបីជាគេដាក់រូបនេះរូបកុងតឺន័រដែលចូលមកដីខ្មែរក៏ប៉ុន្តែអត្ថបទហ្នឹងគឺនិយាយអំពីការសាងសង់របងនៅកន្លែងដែលថៃនិងកម្ពុជាបានឯកភាពគ្នាក្នុងពេលកន្លងមកហើយគឺផែនការហ្នឹងគឺក៏បានបង្ហាញទៅដល់កម្ពុជាក៏បានឯកភាពដែរកន្លែងដែរអត់មានទំនាស់ទេណាអញ្ចឹងខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិមិត្តដើម្បីបានដឹងផងហើយការពិតមិនគួរជាព័ត៌មាននេះបើមិនគួរជាព័ត៌មាននេះសម្រាប់ខ្ញុំប៉ុន្តែជៀសវាងអ្នកដែលយកព័ត៌មាននេះទៅបំភ្លៃទៅរឿងផ្សេងបាទជាខ្ញុំសុខចិត្តយកមកជម្រាបជូនប្រិមិត្តដើម្បីឲ្យបានដឹងឲ្យច្បាស់ហើយព័ត៌មានទី2នេះគឺជាការរាយការណ៍របស់ Japan Times គាត់បានរាយការណ៍ដោយផ្ដោតទៅលើការដែលមន្ត្រីរបស់ថៃបាទយោធាថៃគាត់នាំអ្នកសារព័ត៌មានទៅមើលកន្លែង scam នៅតាមបណ្ដោយព្រំដែនអញ្ចឹងនៅក្នុងសារព័ត៌មាននេះគឺគាត់រាយការណ៍ផ្ដោតទៅលើខាងជប៉ុនអញ្ចឹងខ្ញុំក៏យកមកចែករំលែកប្រិមិត្តដើម្បីឲ្យបានដឹងផងដែរតើថៃក៏ធ្វើយុទ្ធនាការយ៉ាងម៉េចតើមានផលប៉ះពាល់យ៉ាងម៉េចក្នុងការគេថាមានឥទ្ធិពលទៅលើទឹកដៃរបស់អ្នករាយការណ៍ព័ត៌មានដើម្បីឲ្យបានប្រិមិត្តបានដឹងផងដែរហើយព័ត៌មានទី4មកព័ត៌មានទី4នេះគឺខាងអាហ្វហ្គានីស្ថានហើយនិងប៉ាគីស្ថានមានចំនួនគ្នាគឺបន្តមកប៉ុន្តែរយៈពេលប្រហែលសប្តាហ៍ហើយក៏ប៉ុន្តែដោយសារតែរឿងនៅអ៊ីរ៉ង់ធំជាងអត់សូវមានចាប់អារម្មណ៍ទើបតែលើថ្ងៃនេះគឺ make headlines គឺ front page មួយសារទៀតដោយសារតែអាហ្វហ្គានីស្ថានចោទប៉ាគីស្ថានថាបាញ់ចំវាប្រហារចំកន្លែងមន្ទីរពេទ្យកន្លែងអប់រំកែប្រែព្យាបាលអ្នកដែលញៀនថ្នាំនៅក្នុងអាហ្វហ្គានីស្ថានហ្នឹងហើយស្លាប់មនុស្សយ៉ាងហោចណាស់ចំនួន400នាក់អញ្ចឹងហើយបានជារឿងនេះកើតឡើងវិញfront page headline ឡើងវិញខ្ញុំយកមកជម្រាបជូនប្រិមិត្តផងដែរហើយព័ត៌មានចុងក្រោយមិនភ្លេចទេប្រិមិត្តបានសួរថាកុំភ្លេចបច្ចុប្បន្នភាពអ៊ុយក្រែនឥឡូវនេះគឺបើតាមសេចក្តីរាយការណ៍គឺលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky នឹងអញ្ជើញទៅកំពុងធ្វើដំណើរទៅប្រទេសអង់គ្លេសឥឡូវនេះតាមរូបភាពគឺបានអញ្ជើញទៅដល់ហើយដែលមានការជួបប្រជុំជាមួយនឹងលោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក Keir Starmer ហើយពិភាក្សាគ្នាអំពីការពង្រឹងសន្តិសុខបន្ថែមទៀតក្នុងនោះរួមមានការវិនិយោគទៅលើការផលិត drone បច្ចេក drone ទំនើបរបស់អ៊ុយក្រែនផងដែរដែលកំពុងតែធ្វើឲ្យពិភពលោកចាប់អារម្មណ៍ដោយសារតែការច្នៃប្រឌិត drone តាមរបៀបគេហៅថាបញ្ញាសិប្បនិម្មិត AI បាទអញ្ចឹងដូច្នេះនេះគឺជាព័ត៌មានសំខាន់ដែរខ្ញុំចងក្រងមកជម្រាបជូនប្រិមិត្តទាំងអស់គ្នារឿងវែងតិចណាបាទអញ្ចឹងសូមចងខ្សែក្រវ៉ាត់រកតែរកកាហ្វេឲ្យហើយបាទជាពិសេសព័ត៌មានទី1នេះគឺខ្ញុំបញ្ចូលព័ត៌មាន2បញ្ចូលគ្នាតែម្ដងដើម្បីឲ្យបានដឹងលម្អិតបន្ថែមទៀតព័ត៌មានទី1នេះគឺនៅផ្នែកទី1នៃព័ត៌មាននេះគឺសូមជូនសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ណាបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ហ្នឹងឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារនេះថាអង្គារទី17ខែមីនាណាថាមន្ត្រីសន្តិសុខកម្ពុជារបស់អ៊ីរ៉ង់និងប្រធានកងកម្លាំងស្ម័គ្រចិត្តនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមបាទត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅយប់មិញនៅក្នុងប្រទេសអ៊ីរ៉ង់បើជាការពិតមែននេះគឺជាការកម្ចាត់មន្ត្រីជាន់ខ្ពស់បំផុត2នាក់របស់ទីក្រុងតេហរ៉ង់បាទបន្ទាប់ពីមេដឹកនាំកម្ពុជាគឺលោកអាយ៉ាតុលាអាលីខាមេនីបាទអ្នកដែលស្លាប់នោះគឺទី1គឺលោកអាលីឡារីចានីបាទដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បាទនិងអ្នកទី2គឺលោកកូឡារិនហ្សាសូឡៃម៉ានីបាទដែលជាមេបញ្ជាការនៃកងសន្តិសុខផ្ទៃក្នុងបាស៊ីកបាទត្រូវបានកម្ចាត់នៅក្នុងការវាយប្រហារពេលយប់នេះបើយោងតាម
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាត់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយហើយលោកអាលីឡារីយ៉ានីហ្នឹងគឺមនុស្សជាមានឥទ្ធិពលអានេះគេហៅថាមេដឹកនាំជាក់ស្ដែងគឺអ្នកអនុវត្តការងារនឹងតែម្ដងបាទគឺមេសូម្បីតែលោកអាលីខាមីនីនោះក៏គាត់តែមានដឹកនាំជានិមិត្តរូបដែរបាទលោកអាលីឡារីយ៉ានីនឹងបានជាក់ស្ដែងពីព្រោះគាត់ធ្លាប់ធ្វើប្រធានសភាបាទធ្លាប់ធ្វើប្រធានសភាជាង10ឆ្នាំគាត់ធ្លាប់ឈរជាប្រធានាធិបតីដែរនៃអឺរ៉ុបដែរប៉ុន្តែមិនជាប់ឆ្នោតដោយសាររឿងនយោបាយហ្នឹងហើយនៅឆាកអន្តរជាតិហ្នឹងគាត់ក៏ជាអ្នកសម្របសម្រួលកិច្ចការនឹងច្រើនបាទអញ្ចឹងដូច្នេះអំណាចក្តាប់នៅក្នុងគាត់ដៃគាត់ច្រើនហើយចុងក្រោយនេះសូម្បីតែការរើសអ្នកស្នងតំណែងហ្នឹងក៏គាត់ជាអ្នកមានឥទ្ធិពលគាត់ជាអ្នកកំណត់ដែរបាទហើយគាត់ថែមទាំងព្រមានសហរដ្ឋអាមេរិកនឹងច្រើនដែរបាទអញ្ចឹងគឺការដែលស្លាប់គាត់នេះគឺជាការប៉ះពាល់ខ្លាំងទៀតហើយទៅលើថ្នាក់ដឹកនាំនៅក្នុងក្រុងតេហេរ៉ង់ដោយឡែកអាញាធិបតេយ្យអ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទៅលើការវាយប្រហារនោះទេដោយការអះអាងរបស់អ៊ីស្រាអែលបានបញ្ជាក់នឹងទេណាបាទអញ្ចឹងអ៊ីរ៉ង់មិនទាន់បញ្ជាក់នៅឡើយទេនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោកឡារីយ៉ានីហាក់ដូចជាបង្ហាញនៅការគោរពដែលបានសរសេរដោយផ្ទាល់ដៃទៅដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ដែលបានពលីជីវិតកាលពីពេលមុនបាទហើយនឹងការធ្វើចូលរួមបន់សពរបស់គេក៏ប៉ុន្តែគេអត់ដឹងច្បាស់ថាតើការដែលគាត់បង្ហោះសារនោះគឺសរសេរតាំងពីពេលណានោះទេបាទអញ្ចឹងអាចនឹងសរសេរហើយគេដាក់ឲ្យអ្នកផ្សេងបង្ហោះឬយ៉ាងម៉េចពីព្រោះអីតាមធម្មតាអ្នកធំអញ្ចឹងគឺ account Twitter របស់គាត់ហ្នឹងក៏មិនមែនកាន់ខ្លួនឯងទេបាទមានអ្នកកាន់ឲ្យមានអ្នកសរសេរឲ្យដែរទេណាបាទដូច្នេះការស្លាប់របស់លោកឡារីយ៉ានីនឹងជាការកត់សម្គាល់ការធ្វើឃាតកម្រិតខ្ពស់បំផុតរបស់មន្ត្រីអ៊ីរ៉ង់ចាប់តាំងពីការសម្លាប់លោកអាយ៉ាតូឡាអាលីខាមីនីបាទនៅក្នុងការវាយប្រហារលើបរិវេណទីក្រុងតេហេរ៉ង់កាលពីពេលចាប់ផ្ដើមសង្គ្រាមដំបូងដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលបាទដែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់យុទ្ធនាការយោធាបានបំផ្លាញអ្នកដឹកនាំនយោបាយនិងយោធារបស់អ៊ីរ៉ង់គឺឲ្យបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់និងបំផ្លាញអគារស៊ីវិលប៉ុន្តែរបបអ៊ីរ៉ង់ដែលចុះខ្សោយនេះនៅតែរក្សាអំណាចបានដដែលហើយបានរារាំងចរាចរណ៍ការដឹកជញ្ជូននៅច្រកសមុទ្រហូម៉ូសដែលធ្វើឲ្យតម្លៃប្រេងបានកើនឡើងក៏ប៉ុន្តែបើប្រេងនៅថ្ងៃនេះចុះតិចដែរណាចុះមក$94ក្នុង1បារ៉ែលមិនជាថ្លៃលើស$100ដូចប្រហែលថ្ងៃមុនទេកងកម្លាំងការពារជាតិអ៊ីស្រាអែលក៏បានប្រកាសពីការស្លាប់នេះនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាមួយនៅថ្ងៃអង្គារនេះផងដែរដោយនិយាយថាលោកឡារីយ៉ានីទៅបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅជិតទីក្រុងតេហេរ៉ង់យោធារបស់អ៊ីស្រាអែលបាននិយាយថាលោកគឺជាមេដឹកនាំជាក់ស្ដែង de facto leader គឺជាមេដឹកនាំជាក់ស្ដែងរបស់អ៊ីរ៉ង់គឺជាអ្នកដែលបានដឹកនាំការសម្របសម្រួលសន្តិសុខទូទាំងប្រទេសរួមទាំងការបង្ក្រាបក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលកាលពីប៉ុន្មានខែមុនលោកឡារីយ៉ានីថ្មីនេះបានចែករំលែករូបថតនិងវីដេអូដែលហាក់ដូចជាបង្ហាញថាគាត់នៅក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃសុក្រដែលចូលរួមនៅក្នុងពិធីដង្ហែពិធីបុណ្យទិវាបុណ្យរំលឹកខួបយោធាខុតដែលជាថ្ងៃនៃសាមគ្គីភាពជាមួយនឹងប្រជាជនប៉ាឡេស្ទីនដែលបានប្រារព្ធឡើងនៅថ្ងៃសុក្របាទដែលជាខែចុងក្រោយនៃខែរ៉ាម៉ាដានដ៏ពិសិដ្ឋនៅក្នុងសាសនាអ៊ីស្លាមថ្ងៃនេះអត់ស្រួលមកតិចឡើងវិញសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោកឡារីយ៉ានីកាលពីខែមករាទាក់ទងនឹងការបង្ក្រាបរបស់ទៅលើក្រុមបាតុកររបស់អ៊ីរ៉ង់មន្ត្រីសហរដ្ឋអាមេរិកបាននិយាយនៅពេលនោះថាលោកទទួលខុសត្រូវក្នុងការសម្របសម្រួលការឆ្លើយតបក្នុងនាមជាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ហើយលោកបានអំពាវនាវជាសាធារណៈឲ្យកងកម្លាំងសន្តិសុខអ៊ីរ៉ង់បង្ក្រាបការតវ៉ាដោយហិង្សាលោកឡារីយ៉ានីនៅតែរឹងរូសដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះដោយលោកបានសរសេរតាមបណ្ដាញសង្គម X ថាលោកត្រាំនិយាយថាលោកកំពុងខិតខំស្វែងរកជ័យជំនះឲ្យបានឆាប់រហ័សខណៈពេលដែលការចាប់ផ្ដើមសង្គ្រាមគឺជារឿងងាយស្រួលវាមិនអាចឈ្នះដោយការសរសេរតែទ្វីតទី3របស់លោកត្រាំបានទេយើងនឹងមិនចោះចាញ់ទេរហូតដល់ធ្វើឲ្យលោកឯងស្ដាយក្រោយចំពោះការគុណគូខុសក្នុងការបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់កងកម្លាំងយោធារបស់អ៊ីស្រាអែលវិញបាននិយាយថាលោកសូឡេម៉ានីបានបញ្ជាក្រុមបាស៊ីកបាទអស់រយៈពេល6ឆ្នាំក្រោមការដឹកនាំរបស់លោកសូឡេម៉ានី
អង្គភាព basic នេះបានដឹកនាំប្រតិបត្តិការបង្ក្រាបយ៉ាងសំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់ដោយប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរការចាប់ខ្លួនយ៉ាងទូលំទូលាយនិងការប្រើប្រាស់កម្លាំងប្រឆាំងនឹងបាតុករស៊ីវិលនេះបើតាមការសរសេររបស់យោធាអ៊ីស្រាអែលនៅតាមបណ្ដាញសង្គម X រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ីរ៉ង់គឺលោកខាត់បានអបអរសាទរចំពោះការវាយប្រហារនេះដោយនិយាយថាលោកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានណែនាំទៅដល់កងកម្លាំងយោធារបស់អ៊ីស្រាអែលឲ្យបន្តតាមប្រមាញ់មេដឹកនាំនៃរបបភេរវកម្មនិងការគៀបសង្កត់នៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីកាត់ក្បាលមេដឹកនាំរបស់ពួកគេម្ដងមួយនិងការពាររារាំងពួកគេមិនឲ្យដុះឡើងវិញបាននោះទេលោកបានបន្ថែមថាលោកមានគម្រោងធ្វើបច្ចុប្បន្នភាពដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំពីការស្លាប់របស់មន្ត្រីសន្តិសុខជាន់ខ្ពស់2នាក់ដែលនៅសេសសល់នេះផងដែរ បាទនេះគឺជាការវិវត្តមួយណាដែលតាក់ទងជាមួយនឹងការវាយប្រហាររហូតដល់ស្លាប់មេដឹកនាំសន្តិសុខរបស់ខាងអ៊ីរ៉ង់ទាំងពីររូបហើយនៅក្នុងការវិវត្តមួយទៀតដែរនៅក្នុងព័ត៌មានទី1នេះគឺ សន្ទុះគឺមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ថ្មីឥឡូវចេញសម្លេងមកហើយបានចេញចំហថ្មីបានបដិសេធការព្យាយាមលើកឡើងនៅសំណើដើម្បីធ្វើឲ្យបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់នោះដោយបានថ្លែងសារបែបនេះតាមរយៈអ្នកដែលអន្តរការីដែលសម្របសម្រួលឲ្យមានការបន្ធូរបន្ថយនេះដោយមេដឹកនាំកម្ពុជារូបនេះគឺបានទាមទារឲ្យអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកត្រូវតែបាទលុតជង្គង់មុនសិនមុននឹងដែលអាចនឹងបញ្ចប់សង្គ្រាមបានបើកមុខកញ្ចក់បន្តិចបាទសម្ដីបែបនេះខ្ញុំធ្លាប់ឮសូអ៊ីរ៉ាក់និយាយមេដឹកនាំអ៊ីរ៉ាក់និយាយអនាគតស្ថានភាពនៅអ៊ីរ៉ាក់យ៉ាងម៉េចគឺខ្ញុំបានឃើញប្រិមិត្តបានឃើញហើយបាទខ្ញុំឃើញនិយាយពាក្យបែបនេះខ្លាំងក្នុងពេលកន្លងមកគឺលទ្ធផលបាទផ្សេងពីអ្វីដែលនិយាយបាទគឺតតែសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលលុតជង្គង់ជាមុនសិនបានអាចនឹងបញ្ចប់អំពើការតានតឹងនេះបាននេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូបបាននិយាយនៅថ្ងៃអង្គារនេះបាទមន្ត្រីនោះបាននិយាយថាមេដឹកនាំកម្ពុជាគឺលោកអាយ៉ាតូឡាមូស្តាបាខាមេនីបានជួបប្រជុំជាលើកដំបូងជាមួយនឹងប្រតិភូអន្តរជាតិដោយពិភាក្សាអំពីគោលនយោបាយការបរទេសចាប់តាំងតែពីលោកទៅបានតែងតាំងជាមេដឹកនាំកម្ពុជារួចមកហើយលោកបានប្រកាន់ជំហរយ៉ាងច្បាស់លាស់ថានឹងសងសឹកជាមួយនឹងសហរដ្ឋអាមេរិកនិងជាមួយនឹងអ៊ីស្រាអែលឲ្យបានខ្លាំងហើយនឹងបាទធ្ងន់ធ្ងរផងដែរបាទនេះបើតាមមន្ត្រីរូបនោះដែលបាននិយាយដោយមិនបានបញ្ជាក់ថាតើមេដឹកនាំកម្ពុជារូបនេះបានចូលរួមនៅក្នុងកិច្ចប្រជុំនោះដោយផ្ទាល់ខ្លួនឬក៏ចូលតាមបណ្ដាញអនឡាញពីចម្ងាយនោះទេមន្ត្រីជាន់ខ្ពស់រូបនោះដែលសុំមិនឲ្យបញ្ចេញឈ្មោះរបស់ខ្លួនបាននិយាយថាគឺមានប្រទេសដែលមកសម្របសម្រួលនឹងចំនួន2បាននាំសំណើមកជួបជាមួយនឹងក្រសួងការបរទេសរបស់អ៊ីរ៉ង់ដើម្បីកាត់បន្ថយនូវភាពតានតឹងនិងឲ្យមានបទជប់បាញ់គ្នាជាមួយនឹងសហរដ្ឋអាមេរិកហើយមន្ត្រីរូបនោះមិនបាននិយាយបន្ថែមទៀតថាតើសំណើនោះគឺមានអ្វីខ្លះហើយប្រទេសណាដែលជាអ្នកអន្តរការីក្នុងការរៀបចំឲ្យមានការចរចានោះទេមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់បានឆ្លើយតបមកវិញថាគឺឥឡូវនេះមិនមែនជាពេលវេលាត្រឹមត្រូវនៅក្នុងការចរចាស្វែងរកសន្តិភាពទេរហូតតតែសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីស្រាអែលត្រូវលុតជង្គង់ជាមុនសិនទទួលយកការចោះចាញ់របស់ខ្លួនហើយនឹងសងសំណងការខូចខាតមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ក៏បាននិយាយនៅសារចុងក្រោយរបស់ខ្លួនថាបញ្ហាទាំងអស់តាក់ទងជាមួយនឹងសាធារណរដ្ឋអ៊ីស្លាមនេះគឺជាអ្នកដែលខ្លួនត្រូវទទួលខុសត្រូវបាទដូច្នេះគេមិនទាន់បានបង្ហាញរូបភាពថ្មីរបស់គាត់នៅឡើយទេចាប់តាំងពីលោកមូស្តាបាទៅបានជ្រើសរើសជាមេដឹកនាំកាលពីសប្តាហ៍មុនដោយក្រុមជំនុំបព្វជិតដែលបានជំនួសឪពុករបស់លោកគឺលោកអាយ៉ាតូឡាអាលីខាមេនីមន្ត្រីអ៊ីរ៉ង់ខ្លះបាននិយាយថាគឺលោកបានរងរបួសស្រាលទេនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោកដោយឡែកមន្ត្រីរបស់សហរដ្ឋអាមេរិកបានស្នើឡើងថាលោកប្រហែលជារងរបួសធ្ងន់បាទនេះគឺជាការវិវត្តមួយនៅក្នុងប្រទេសអ៊ីរ៉ង់ណាបាទប្រទេសអ៊ីរ៉ង់អញ្ចឹងមានការថ្លែងសរដាក់គ្នាហើយលោកអាលីឡារិនចានីនេះក៏ប្រហែលថ្ងៃមុននោះខ្ញុំមិនបានយកមកផ្សាយក៏និយាយធ្ងន់ធ្ងររបៀបអញ្ចឹងដែរបាទអត់ទាន់បានមកអាទិត្យផងឥឡូវនេះគឺ
រងការវាយប្រហារស្លាប់បាត់បង់ជីវិតទៅហើយបាទអញ្ចឹងជាកំណត់របស់ខ្ញុំគឺសារភាពកណានៅក្នុងពេលបែបនេះគឺខ្លែងបែបនេះគឺបែរជាការមួយបន្ថែមសាំងបន្ថែមទៀតហើយហ្នឹងបាទអញ្ចឹងសូមចប់រឿងនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុណ្ណេះហើយចូលដល់រឿងនៅក្បែរចំហយើងវិញម្ដងបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍បាងកកប៉ុស្តិ៍គាត់និយាយថាប្រទេសថៃនឹងចាប់ផ្ដើមសាងសង់របងព្រំដែននៅខែក្រោយណាបាទសម្រាប់ខ្ញុំនេះមិនមែនជាព័ត៌មានទេគឺជាព័ត៌មានធម្មតាដែលបានកើតឡើងតាំងពីយូរហើយគ្រាន់តែគេធ្វើបច្ចុប្បន្នភាពប៉ុណ្ណេះគ្រាន់តែគេនិយាយថានឹងធ្វើទេណាប៉ុន្តែខ្ញុំយកមកជម្រាបជូនប្រិមិត្តនៅពេលនេះជៀសវាងអ្នកដែលយករឿងនេះទៅបកស្រាយបន្ថែមពលឹះបន្ថែមនាំឲ្យមានការយល់ច្រឡំភ័យពីសាច់រឿងនេះទេអញ្ចឹងដូច្នេះខ្ញុំសូមបកប្រែក្រៅប្រការរបស់អ្វីដែលបាងកកប៉ុស្តិ៍បានរាយការណ៍នៅថ្ងៃនេះទាំងស្រុងតែម្ដងបកប្រែដើម្បីឲ្យប្រិមិត្តបានយល់អំពីបញ្ហានេះណាបាទពីព្រោះឥឡូវហ្នឹងគឺខ្មែរយើងមានសបោអ្នកបំភ័យគ្នានឹងខុសរឿងនឹងខុសច្រើនបាទអញ្ចឹងឥឡូវបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ឲ្យដឹងថាប្រទេសថៃនឹងចាប់ផ្ដើមសាងសង់របងតាមបណ្ដោយព្រំដែនមួយផ្នែកជាមួយនឹងប្រទេសកម្ពុជានៅខែក្រោយគឺនៅខែមេសាណាដើម្បីបង្កើនសន្តិសុខបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវរវាងប្រទេសទាំងពីរបានផ្ទុះឡើងកាលពីឆ្នាំមុនបន្ទាប់ពីមានភាពតានតឹងជាយូរអង្វែងយោងតាមលោកឧត្តមសេនីយ៍ឯកវីថៃឡៃធំយ៉ាអ្នកនាំពាក្យនៃទីបញ្ជាការកងយុទ្ធពលភូមិន្ទថៃគឺរបងទី1នឹងគ្របដណ្ដប់លើផ្ទៃដីចំនួន 1.3 គីឡូម៉ែត្រគឺចម្ងាយតែជាង1គីឡូម៉ែត្រទេណានៅក្នុងស្រុកពុងណាំរុនខេត្តចន្ទបុរីលោកបានមានប្រសាសន៍ថារបងដែលបិទចេញពីតំបន់នោះជាផ្នែកតូចមួយនៃព្រំដែនជិត800គីឡូម៉ែត្ររវាងប្រទេសទាំងពីរមិនមែនជាផ្នែកមួយនៃដីដែលមានចំនួនគ្នានោះទេហើយក៏មានការយល់ព្រមពីប្រទេសកម្ពុជាផងដែរក្នុងពេលកន្លងមកនេះបាទអញ្ចឹងបានន័យថាបញ្ជាក់ច្បាស់គឺនៅកន្លែងផ្សេងទេណានៅកន្លែងផ្សេងដែលបានឯកភាពគ្នាក្នុងពេលកន្លងមកហើយថៃក៏បានផ្សាយដែរព័ត៌មាននេះគ្នាក្នុងពេលកន្លងមកគាត់ថាផ្សាយនៅពេលនេះឡើងវិញដោយសារតែខាងថៃគាត់បាននិយាយចឹងហើយដល់ខ្ញុំខ្លាចមានការបកស្រាយច្រឡំចង់បានថាគឺជាផ្នែកមួយនៃមិនមែនជាតំបន់ដែលមានចំនួនគ្នានឹងទេបាទលោកឧត្តមសេនីយ៍ឯកវីថៃបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសាងសង់របងព្រំដែននេះមិនត្រឹមតែជាការសាងសង់ជញ្ជាំងរូបវន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់ភាពស្ងាត់ដល់សន្តិសុខផ្លូវចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនផងដែរលោកបានមានប្រសាសន៍ថារបងនេះនឹងចំណាយពេល45ថ្ងៃដើម្បីសាងសង់ទឹកដីនេះទៅបានបោះសម្អាតមីនរួចហើយបានក្រាលផ្លូវកស៊ូមួយទៅបានសាងសង់នៅតាមបណ្ដោយព្រំដែនខាងភាគីថៃនេះបើយោងតាមលោកឧត្តមសេនីយ៍បានមានប្រសាសន៍លោកបានបន្ថែមថានាពេលអនាគតយោធានឹងបន្ថែមជញ្ជាំងអចិន្ត្រៃយ៍និងរបងអេឡិចត្រូនិកដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញានិងកាមេរ៉ាសុវត្ថិភាព CCTV សម្រាប់ការឃ្លាំមើល24ម៉ោងលើ24ម៉ោងព័ត៌មានលម្អិតនៃគម្រោងនេះត្រូវបានចេញផ្សាយកាលពីចុងឆ្នាំមុនបាទបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនលើកដំបូងក្នុងចំណោមការប៉ះទង្គិចគ្នាពីរលើករវាងកម្ពុជាហើយនិងថៃហើយកាលពីខែតុលាយោធាថៃបានបង្ហាញប្លង់មេរបស់ខ្លួនដល់ព្រះអង្គម្ចាស់ក្សត្រីជូឡាឡង់កជូឡាបនដែលបានស្នើជួយផ្ដល់មូលនិធិដល់គម្រោងនេះតាមរយៈមូលនិធិរបស់ព្រះនាងមូលនិធិហាថៃទិបរបស់ព្រះនាងបានថ្លែងឲ្យដឹងកាលពីចុងខែតុលាថាខ្លួនបានទទួលប្រាក់ចំនួន200លានបាតពីការបរិច្ចាគសាធារណជនសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះហើយព្រះនាងម្ចាស់បានប្រទានប្រាក់ចំនួន121លានបាតដល់យោធាថៃកាលពីខែធ្នូដើម្បីផ្ដល់មូលនិធិដល់ដំណាក់កាលជំហានដំបូងបាទអញ្ចឹងនេះគឺជាព័ត៌មានដែលខាងភាគីថៃបានឲ្យដឹងណាបាទអញ្ចឹងខ្ញុំក៏ធ្លាប់ឃើញព័ត៌មាននេះនៅក្នុងពេលកន្លងមកដែរគឺថែមទាំងមានរូបប្លង់រូបអីរបស់នឹងក៏ប៉ុន្តែសារព័ត៌មានបាងកកប៉ុស្តិ៍គាត់បែរជាយករូបដែលនៅតំបន់ចំោះជ្រូកដែលមានបញ្ហាជាមួយគ្នានេះមកដាក់អញ្ចឹងដូច្នេះអាចនឹងអ្នកខ្លះគ្រាន់តែមើលចំណងជើងហើយនឹងមើលរូប
អាចនិយាយថាអូឥឡូវនេះរបងនៅកន្លែងជាមួយជ្រូកគេធ្វើរបងអចិន្ត្រៃយ៍អញ្ចឹងដូច្នេះគេមិនបានទៅថតឲ្យកន្លែងរបងពិតប្រាកដដែលទៅសាងសង់ទេអញ្ចឹងបានថាពេលខ្លះសារព័ត៌មានក៏ដាក់អញ្ចឹងក៏វាមិនខុសដែរក៏វាមិនខុសទេប៉ុន្តែក៏វាមានលក្ខណៈ misleading បន្តិចដែរអញ្ចឹងណាអញ្ចឹងបានជាខ្ញុំសុខចិត្តយកជម្រាបប្រិយមិត្តឲ្យបានដឹងមិនមែនដើម្បីការពារថៃទេដើម្បីឲ្យព័ត៌មានទទួលបានច្បាស់លាស់បាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ Japan Times នោះគឺបានរាយការណ៍ដោយផ្ដោតទៅលើក្បួនប្រតិភូសារព័ត៌មានមួយទៀតដែលថៃបានរៀបចំកាលពីសប្តាហ៍មុនថ្ងៃប្រហែលសប្តាហ៍មុនឲ្យទៅមើលកន្លែងតំបន់មជ្ឈមណ្ឌលឆោបោកតាមអនឡាញហើយឥឡូវនេះគឺសារព័ត៌មាននេះបានរាយការណ៍ផ្ដោតទៅលើពីជ្រុងខាងប្រទេសជប៉ុនវិញអញ្ចឹងខ្ញុំចែករំលែកឲ្យប្រិយមិត្តបានដឹងនោះគឺក្នុងគោលបំណង2គឺគោលបំណងទី1ថាតើថៃដែលគាត់នាំទៅនឹងឥឡូវនេះត្រូវបានអ្នកសារព័ត៌មានរាយការណ៍យ៉ាងម៉េចទី2គឺចង់ដឹងថាតើអ្នកសារព័ត៌មានរាយការណ៍ហ្នឹងផ្ដោតទៅលើជុំជប៉ុនហ្នឹងតើវាមានប្រតិបត្តិការយ៉ាងម៉េចដែលលាក់កំបាំងនៅក្នុងនោះដែលយើងមិនបានដឹងពីពេលមុនមកឥឡូវនេះសារព័ត៌មានបានរាយការណ៍ឲ្យដឹងណាបាទអញ្ចឹងខ្ញុំជូនសេចក្តីរាយការណ៍នេះខ្លីទេមិនវែងទេពីខាង Japan Time នេះបើតាមសេចក្តីរាយការណ៍របស់ Japan Time ហ្នឹងឲ្យដឹងថាយោធាថៃបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅបរិវេណឆោបោកដែលគេបោះបង់ចោលមួយនៅតំបន់ភាគឦសានជាមួយនឹងប្រទេសកម្ពុជាជាកន្លែងដែលមានឯកសារផ្ទាល់ខ្លួនព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុនភាគច្រើននៅរីប៉ាយនៅលើឥដ្ឋនោះនៅឡើយទេហើយដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែននៅកន្លែងច្រកកន្លែងចុងឆោមស្រុកកាបឆោមខេត្តសរិនមកកាលពីថ្ងៃប្រហោះសប្តាហ៍មុនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានឃើញពីការឆោបោកតាមឆ្លងដែនអនឡាញដែលប្រតិបត្តិការចេញពីទីកន្លែងដ៏ធំមួយបាទដោយស្ថិតនៅលើបរិវេណទំហំប្រហែលជាបាទ80,000 ម៉ែត្រការ៉េគឺបានន័យថាធំដែរជិត1លានម៉ែត្រការ៉េដែលមានអគារប្រហែលជា160ហើយមានមនុស្សធ្វើការនៅទីនោះរហូតដល់ 20,000 នាក់ធ្វើប្រតិបត្តិការឆោបោកបាទកាលពីខែធ្នូឆ្នាំមុនគឺមានក្រុមឆោបោកហ្នឹងបានរត់គេចចេញពីបរិវេណភ្លាមផងដែរមុនពេលដែលយោធាថៃបាញ់ផ្លោងដាក់ទីនេះបាទដែលថៃចោទថាជាទីតាំងបាញ់បង្ហោះ drone ចេញពីកម្ពុជាក្នុងពេលដែលមានការប៉ះទង្គិចគ្នាតាមព្រំដែនកាត់ឡើងរវាងប្រទេសកម្ពុជានិងថៃពេលដែលអ្នកសារព័ត៌មានចូលដល់គាត់ថាឃើញមានសម្លៀកបំពាក់និងអាហារខ្លះគេញ៉ាំមិនទាន់អស់ទេនៅសល់នៅឡើយទេគឺទុកចោលនៅកន្លែងនោះបាទហើយមុនពេលដែលគឺការបាញ់ផ្លោងហ្នឹងមានមនុស្សជាច្រើនតែបានគេឃើញចាក់ចែងតាមរថយន្តក្រុងហើយនេះបើយកតាមប្រភពយោធាថៃដែលបាននិយាយប្រាប់អ្នកសារព័ត៌មានទេណាបាទនៅក្នុងនោះគឺអ្វីដែលអ្នកសារព័ត៌មានបានសង្កេតឃើញគឺគេថាមានបន្ទប់ដែលគេកែប្រែឲ្យរៀងស្តៀងគ្នានឹងស្ថានីយ៍ប៉ូលីសហើយមានលក្ខណៈបន្លំដូចជាធនាគារនៅក្នុងប្រទេសអូស្ត្រាលីមានដូចនៅប្រេស៊ីលនៅចិននិងប្រទេសផ្សេងទៀតដែលហើយក៏មានឯកសណ្ឋានប៉ូលីសคล้ายៗព្យួរនៅលើធ្នើនៅកន្លែងនោះផងដែរបន្ទប់ទាំងនេះបង្ហាញថាអ្នកបោកប្រាស់បានប្រើប្រាស់ការហៅទូរស័ព្ទដើម្បីទៅបោកប្រាស់អ្នកដែលរងគ្រោះនឹងតាំងពីសំឡេងក៏មានជាវីដេអូក៏មានដែរដើម្បីបញ្ឆោតជនរងគ្រោះហើយមានសិភៅណែនាំពហុភាសាហ្នឹងគឺសម្រាប់ណែនាំពីគោលដៅដែលត្រូវវាប្រហារហើយក៏មានឯកសារដែលមានលេខទូរស័ព្ទបរទេសបានរាយប៉ាយនៅលើតុនិងកម្រាលឥដ្ឋនៅក្នុងបន្ទប់ប្រចាំបាទហើយមានប្រអប់ទូរស័ព្ទមានទូរស័ព្ទជាបកគេហ្នឹងហើយមានកញ្ចក់ដែលការពារសំឡេងមិនឲ្យចេញមកក្រៅហ្នឹងសម្រាប់គេអង្គុយនៅក្នុងហ្នឹងគេនិយាយទូរស័ព្ទហ្នឹងដូច្នេះអ្នកដែលនៅក្បែរហ្នឹងក៏អាចនិយាយបានមិនរំខានគ្នាគេ sound proof បាទហើយមានដាក់ស្លាកសញ្ញានៅផ្ទាំងរូបភាពជាច្រើននៅក្នុងអគារហ្នឹងជាភាសាចិនហើយនៅលើតុនៅក្នុងបន្ទប់មួយមានกระดาษជាង70សន្លឹកដែលមានរៀបរាប់ឈ្មោះលម្អិតមានលេខមានអាយុមានលេខទូរស័ព្ទសមាជិកក្រុមគ្រួសារនិងគណនីធនាគារណានឹងមានប្រមាណហើយកាន់កាប់ភិហ៊ុនប្រមាណមូលបត្រគោលដៅបាសនៅអ្នកនៅក្នុងជប៉ុនអញ្ចឹងនៅរឿងនេះគឺផ្ដោតទៅលើជប៉ុនដែលជាជនរងគ្រោះនោះគឺនៅក្នុងជប៉ុនមកគេពួកឆៅបតនោះគឺមានព័ត៌មានលម្អិតពីអ្នកនឹងទាំងអស់បាទដូចមានអសរឋានគ្រួសារនោះគឺមាននៅក្នុងទូទាំងប្រទេសជប៉ុនតែម្ដងឯកសារមួយដែលដាក់បញ្ជីឈ្មោះថា Yusuki Matsuka បាទជាឈ្មោះคล้ายៗសម្រាប់អ្នកឆៅបោកដែលខ្លាញ់បន្លំខ្លួនធ្វើជាមន្ត្រីប៉ូលីសបាទហើយមានការបញ្ចេញយោបល់សរសេរថាការបោកប្រាស់បរាជ័យ
ដោយសារតែម៉ាស៊ូកួរហ្នឹងគឺគេសង្ស័យគាត់តាំងពីដំបូងគោលដៅហ្នឹងគឺគាត់និយាយទៅគេសង្ស័យគាត់ហើយបាទមានអ្នកផ្សេងទៀតចូលរួមអន្តរាគមន៍ដើម្បីបានដឹងរឿងនេះហើយលើសពីនេះទៀតគឺមានឯកសារដែលមានសំណួរចម្លើយដែលគេសួរញឹកញាប់ទាក់ទងនឹងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនផងដែរមានតាំងពីកាយប័ត្រអគ្គិសនីដែលទៅបងលុយនឹងបងប្រមាណអីប្រមាណអញ្ចឹងទៅបើអញ្ចឹងគឺមានការទេលេហ្វូនទៅថៅណែឯងជាពាក់លុយភ្លើងប៉ុណ្ណាដូច្នេះទៅបងតាមនេះបាទដូចក្នុងពេលកន្លងមកនៅសហរដ្ឋអាមេរិកនេះគឺមានតែថៅណែឯងបងបើកឡានកាត់កន្លែងផ្លូវលឿនហ្នឹងទៅបងលុយប៉ុណ្ណាជាពាក់គេជួនកាលគេយកហ្នឹង50 60 100 200បាទច្បិចទីម្ដងបានកង់ធនាគារគេលួចយកតែម្ដងបាទគឺមានច្រើនបាទមានតាំងពីរបាយការណ៍គេថាឥឡូវហ្នឹងគឺមានការស៊ើបអង្កេតណែទៅរកការស៊ើបអង្កេតប៉ូលីសបាទទៅលើឯងផងដែរអញ្ចឹងគឺមានប្រោរូបភាពផ្សេងបាទបើតាមសេចក្តីរាយការណ៍នេះគឺមានយុវជនជាច្រើនទៅបានគេបោកបញ្ឆោតឬចាប់ជំរិតដោយក្រុមបោកប្រាស់តាមអ៊ីនធឺណិតឲ្យមកធ្វើការនៅកន្លែងនោះផងដែរបាទហើយគឺក៏តែជប៉ុនមួយគឺរហូតមកដល់ពេលនេះគឺមានមនុស្ស35នាក់ហើយដែលគេបានរកឃើញដែលក្រុមនេះគឺគេបានជួយសង្គ្រោះយកមកពីកម្ពុជាឥណ្ឌូនេស៊ីហ្វីលីពីននិងវៀតណាមបាទគឺមានច្រើនណាស់មិនច្រើនដែរហើយនៅក្នុងបរិវេណនោះគឺមានផ្ទាំងរូបភាពទៅលើជញ្ជាំងបានគូបញ្ជាក់ពីការដាក់ទណ្ឌកម្មទៅលើរាងកាយអ្នកដែលធ្វើការនឹងផងដែរគឺបើសិនជាអ្នកណាមួយដើរចេញពីកន្លែងតុកធ្វើការនឹងដោយគ្មានការអនុញ្ញាតគេនឹងយកទៅធ្វើទណ្ឌកម្មមានការតាមដានការងាររបស់ពួកគេយ៉ាងតឹងរ៉ឹងផងដែរហើយយោធាថៃបើតាមប្រភពយោធាថៃបានប្រាប់សារព័ត៌មាននឹងឲ្យដឹងថាគេឃើញមានបន្ទប់ធ្វើទារុណកម្មតែមានរំពាត់មានឧបករណ៍សម្រាប់ឆក់ខ្សែភ្លើងផងដែរបាទនេះគឺជាអ្វីដែលសារព័ត៌មានបានរាយការណ៍ណាខាងសារព័ត៌មានជប៉ុនហើយគាត់ថាជាមធ្យមគឺកាលពីឆ្នាំ2025គឺការឆក់បោកតាមអនឡាញនឹងធ្វើឲ្យពលរដ្ឋជប៉ុននឹងខាតបង់ប្រាក់ជាង$2000 លានជាង$2000 លានច្រើនដែរណាបាទនេះគឺជារឿងអកុសលមួយដែលបានកើតមានឡើងហើយទៅបានសារព័ត៌មានអន្តរជាតិបានរាយការណ៍អំពីអ្វីដែលបានកើតមានឡើងបាទអញ្ចឹងខ្ញុំជូនប្រិយមិត្តប៉ុណ្ណឹងប៉ុន្តែបន្ថែមយោបល់បន្តិចបាទខ្ញុំនិយាយតខ្ញុំនៅតែបញ្យល់នៅក្នុងការឆោបោកនឹងដដែលគឺខ្ញុំដាក់កំហុសទៅលើបើខ្ញុំនៅអាមេរិកនេះខ្ញុំដាក់កំហុសទៅលើក្រុមហ៊ុនទូរស័ព្ទនៅអាមេរិកនេះច្រើនដែលអនុញ្ញាតឲ្យរឿងនឹងកើតឡើងពីព្រោះដូចខ្ញុំមួយថ្ងៃខ្ញុំទទួលបានទូរស័ព្ទមិនតិចជាង20ទេពីក្រុមអ្នកឆោបោកហ្នឹងគឺចូលមកលេខទូរស័ព្ទហ្នឹងបើពេលខ្លះខ្ញុំលើកនិយាយទៅស្គាល់ទាំងឈ្មោះស្គាល់ទាំងផ្ទះខ្ញុំទៀតណាបាទដឹងទាំងអស់នរណានិយាយមកដូចស្គាល់ចឹងហើយក្រុមហ៊ុនទូរស័ព្ទហ្នឹងគាត់ថា alert យើងថាអាចជា scammer បាទឲ្យយើងលើកពេលខ្លះខ្ញុំអត់លើកទេប៉ុន្តែនៅតែអនុញ្ញាតឲ្យទូរស័ព្ទនេះចូលបាទប៉ុន្តែបើសិនជាយើងបង់លុយឲ្យគាត់ដូចជាមួយខែ$10គាត់ប្លុកឲ្យចឹងវាជា business មួយដែលរកស៊ីមានសហការគ្នាជាមួយនឹងក្រុមហ៊ុនសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកខ្លួនឯងមិនចាត់ការវិធានការទេបាទអ្នកនៅអាមេរិកនឹងដឹងថាបើសិនជាដាក់បង់$10ឲ្យគេប្រមាណនេះក៏ឥឡូវឡើងប្រមាណទៀតមួយខែគឺលេខនឹងអត់ចូលរបស់យើងបានទេបើចឹងมันមានការសហការគ្នាបោកប្រាស់តាំងពីនៅអាមេរិកក្រុមហ៊ុនអាមេរិកធំនឹងតែម្ដងបើធ្វើរឿងប្រទេសប្រដាប់បែបហ្នឹងហើយព័ត៌មានខ្ញុំហ្នឹងគឺមិនទេដឹងទាំងអស់បាទរហូតដល់ពេលខ្លះខ្ញុំលើកឡើងមកនិយាយខ្ញុំគម្រាមទៅវិញខ្ញុំថាណៃចង់ជាប់គុកហើយណៃទេមកចូលប៉ូលីសហើយខ្ញុំប៉ូលីសព្រោះខ្ញុំដឹងអ្នកហ្នឹងបោកប្រាស់ហើយបាទបាទអញ្ចឹងអរគុណនេះព័ត៌មានទី3ណាព័ត៌មានទី3ឥឡូវនេះចូលដល់ព័ត៌មានទី4សូមជូនខ្លីៗទេបាទនៅក្នុងចំនួនរវាងប៉ាគីស្ថានហើយនិងអាហ្វហ្គានីស្ថានបាទគឺអាហ្វហ្គានីស្ថានបានចោទប្រកាន់ប៉ាគីស្ថានថាបានបើកការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យមួយដែលប្រើប្រាស់សម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងរដ្ឋធានីកាប៊ុលតែម្ដងបាទដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន400នាក់ប៉ាគីស្ថាននេះបានចោទថាការអះអាងនោះជារឿងមិនពិតទេនឹងមានគោលបំណងបំភាន់មតិសាធារណជនដោយនិយាយថាខ្លួនបានកំណត់គោលដៅតែលើទីតាំងយោធានៅក្នុងទីក្រុងកាប៊ុលតែប៉ុណ្ណោះនិងខេត្ត Nangarhar នៅថ្ងៃច័ន្ទកន្លងមកនេះការវាយប្រហារទៅលើមន្ទីរពេទ្យព្យាបាលអ្នកថ្នាំញៀនអូម៉ាក្នុងទីក្រុងកាប៊ុលបានកើតមានឡើងនៅម៉ោងប្រហែលជា9យប់ម៉ោងនៅក្នុងស្រុកនេះបើយោងតាមលោក Hamdullah Filtrat អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលក្រុមតាលីបង់បាទនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
មន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យដែលមានក្រែចំនួន2000ហើយការវិឆ្មក់បានបំផ្លាញផ្នែកធំនៃអាគារនេះបើតាមការសរសេរតាមបណ្ដាញសង្គម X របស់លោកបាទអញ្ចឹងឥឡូវនេះគឺដោយតែបានដឹងអញ្ចឹងគឺពេលដែលក្រុមតាលីបានប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកប៉ាគីស្ថានជួយឥឡូវនេះពេលដែលសហរដ្ឋអាមេរិកដកចេញតាលីបានចូលកាន់អំណាចចាប់ផ្ដើមមានរឿងជាមួយនឹងគ្នារហូតដល់មានសង្គ្រាមហើយឥឡូវហ្នឹងគឺផ្លោងទៅដល់រដ្ឋធានីកាប៊ុលតែម្ដងព័ត៌មានទី5ណាបាទព័ត៌មានចុងក្រោយនេះគឺបើតាមសេចក្តីរាយការណ៍ដែលខ្ញុំដកសមមកនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺមានកំណត់នឹងជួបប្រជុំគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក Keir Starmer បាននៅថ្ងៃអង្គារនេះនៅក្នុងទីក្រុងឡុងតែម្ដងដើម្បីសម្រេចទៅលើកិច្ចព្រមព្រៀងដៃគូការពារជាតិថ្មីមួយទៀតដែលមានគោលបំណងយកមកផលិតទៅលើបច្ចេកវិទ្យា drone ដែលអស់តម្លៃទាបរបស់អ៊ុយក្រែនបាទបើយោងតាមការបញ្ជាក់ឲ្យដឹងពីខាងចក្រភពអង់គ្លេសនោះគឺបានឲ្យដឹងថាបទពិសោធន៍និងជំនាញរបស់អ៊ុយក្រែននៅក្នុងការផលិត drone នេះគឺនឹងសហការគ្នាជាមួយនឹងវិទ្យាស្ថានឧស្សាហកម្មការពារជាតិរបស់ចក្រភពអង់គ្លេសក្នុងការផលិតបានផ្គត់ផ្គង់ drone និងសមត្ថភាពការផលិត drone នេះផងដែរហើយមេដឹកនាំទាំងពីរហ្នឹងគឺគេរំពឹងថានឹងពិភាក្សាគ្នាអំពីការគ្រប់គ្រងប្រទេសអ៊ុយក្រែនបន្ថែមទៀតប្រឆាំងជាមួយនឹងការចូលឈានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីតែម្ដងបាទដែលឥឡូវនេះចូលដល់ឆ្នាំទី4ទៅហើយកិច្ចប្រជុំនេះគឺកើតមានឡើងក្នុងគណៈពេលដែលសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ដែលនាំមុខដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែឆាបឆេះចូលទៅដល់សប្តាហ៍ទី3ហើយនៅក្នុងអំឡុងពេលនោះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់ចក្រភពអង់គ្លេសជាច្រើននិងបណ្ដាប្រទេសផ្សេងៗទៀតដែលមិនបានឆ្លើយតបគាំទ្រចំពោះចំនួននេះបើតាមការបញ្ជាក់របស់អង់គ្លេសឲ្យដឹងថាក្រោមកិច្ចព្រមព្រៀងដៃគូថ្មីរវាងចក្រភពអង់គ្លេសជាមួយនឹងអ៊ុយក្រែនហ្នឹងគឺបាទធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងការផលិតខាងវិស័យការពារជាតិនេះកាន់តែខ្លាំងឡើងបន្ថែមទៀតក្នុងការផលិតហើយដោយចក្រភពអង់គ្លេសនឹងផ្ដល់ថវិកាជិត$1 លានសម្រាប់ទៅដល់ការផលិត drone ដែលបញ្ជាដោយ AI បាទដើម្បីធ្វើឲ្យកាន់តែសមត្ថភាព drone នេះកាន់តែល្អប្រសើរឡើងថែមទៀតបាទនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ខាងក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាទអញ្ចឹងដូច្នេះឆ្លងតាមព័ត៌មាននេះអានោះបានជម្រាបជាបន្តមកហើយគឺអ៊ុយក្រែនគាត់បានផលិត drone ដែលមានបំពាក់ AI ហ្នឹងគឺថាវាចេះទៅដល់ចាប់ទៅហោះចិត្តគោលដៅ drone ផ្សេងទៀតហ្នឹងគឺវា lock គោលដៅហ្នឹងតែម្ដងហើយចង់រតនាក៏តាមកំតិចតតែបានដែរអញ្ចឹងគឺអ៊ុយក្រែនគាត់ផលិតមកហើយបានធ្វើតេស្តនៅក្នុងសង្គ្រាមបានជោគជ័យទៀតអញ្ចឹងប្រទេសនានាកំពុងតែត្រូវការវិនិយោគដើម្បីយកមកទុកការពារខ្លួនផងដែរវាអស់តម្លៃថោកបាទតម្លៃតែប្រមាណ$1000បាទឥឡូវហ្នឹងគឺមានប្រភេទ drone ខ្លះអ៊ុយក្រែនផលិតបានអស់តែ$1000បើធៀបជាមួយនឹងគ្រាប់មីស៊ីលដែលតម្លៃ$1 លានគឺថា drone នេះមានប្រសិទ្ធភាពអាចនឹងបាញ់កំទេចបាទ drone គេថា drone ប្រឆាំង drone ណាបាទអញ្ចឹងនេះគឺជាការវិវត្តថ្មីរវាងចក្រភពអង់គ្លេសជាមួយនឹងអ៊ុយក្រែនក្នុងគណៈពេលដែរមានបញ្ហាសមុទ្រHormuz នេះដែលអង់គ្លេសមិនបានចូលជួយតាមការពៀវនាវរបស់លោកត្រាំនោះទេធ្វើឲ្យលោកត្រាំរិះគន់យ៉ាងខ្លាំងបាទអញ្ចឹងអរគុណប្រិយមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅយប់នេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកហើយសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជាគឺព្រឹកថ្ងៃស្អែកណាបាទអញ្ចឹងអ្នកនៅកម្ពុជាសូមសម្រាប់ឲ្យបានលងលក់ស្រួលសុបិនល្អនៅសហរដ្ឋអាមេរិកបាទសូមសម្រេចការងារជោគជ័យនៅថ្ងៃនេះបាទសូមជម្រាបលា